ជំរាបសួរបងប្អូនប្រុសស្រីទាំងអស់គ្នាជួបជាមួយនឹងនាងខ្ញុំទូចស៊ីណូនថ្ងៃនេះបងប្អូនខ្ញុំយកពាក្យខ្លះៗទៀតយកមកចែករំលែកដល់បងប្អូនប្រុសស្រីទាំងអស់គ្នាពាក្យអស់នេះគឺថាចាំបាច់មែនទែនបងប្អូនរៀនពាក្យអស់នេះដើម្បីឲ្យបងប្អូនប្រើប្រាស់វានៅក្នុងភាសាអង់គ្លេសនឹងពាក្យអស់នេះនៅក្នុងចំណោមគេហៅថា synonyms synonyms នឹងពាក្យមានន័យដូចគ្នាប៉ុន្តែសូរសោនរបស់វាការបញ្ចេញសូរសោនសម្លេងពាក្យនីមួយៗខុសគ្នាប៉ុន្តែវាក្នុងចំណោមន័យដូចគ្នានឹងបងប្អូនគេហៅពាក្យអស់នេះគេថា synonyms ដែលថាពាក្យអស់នេះដែលថាអ្វីដែលថាយើងធ្វើយើងមានកម្រងកិច្ចការងារឬមួយអ្វីមួយដែលថាយើង attend យើងចូលរួមហើយនេះក្នុងកម្មវិធីនេះវាមានបញ្ហាវាច្បុកច្បល់វាគឺថាវា disaster មែនតើគឺថាមហន្តរាយឬមួយបរាជ័យនេះឥឡូវពាក្យអស់នេះបងប្អូនខ្ញុំចង់ចែករំលែកដល់បងប្អូនសូមបងប្អូនមើលពាក្យអស់នេះនៅលើអ៊ីក្រង់របស់នាងខ្ញុំហើយខ្ញុំនឹងបង្រៀនបងប្អូនចេញតង់របស់វានីមួយហើយពាក្យអស់នេះវាអវិជ្ជមានមែនតើពាក្យទៅថាមិនល្អនឹងក្នុងន័យថាយើងពេលយើងធ្វើកម្មវិធីឬមួយយើងចង់និយាយអ្វីមួយអ្វីដែលថាវាមិនជោគជ័យវាមិនល្អឬមួយគឺថាអត់ល្អមែនតើអានេះយើងអាចប្រើពាក្យអស់នេះជំនួសថា very bad ណាយើងថាមិនល្អហ្នឹងឥឡូវយើងប្រើពាក្យអស់នេះអូខេពាក្យទី1 fiasco it was a fiasco the show was a fiasco រឿងឬមួយកុនឬមួយល្ខោនវា fiasco មែនតើឬថារញ៉ៃឬមួយមានទៅថាអ្វីទៅថាគួរមិនចង់ទៅមើល fiasco ឬមួយ the party was a big fiasco ពាក្យទី2បងប្អូន a mess it was a big mess អាហ្នឹង mess បងប្អូនពាក្យទី3 disaster it was a big disaster ពាក្យទី4បងប្អូน chaotic the meeting ឬមួយ the show was very chaotic ឬមួយ chaos a lot of chaos I would not recommend you to attend that event chaos ឬមួយ chaotic ពាក្យទី5បងប្អូន failure the meeting ឬមួយ the party ឬមួយ the show ឬមួយអ្វីមួយ the plan was a big failure គឺថាបរាជ័យមែនតើអត់ល្អបរាជ័យគឺថាអត់ជោគជ័យទេបរាជ័យ failure ឥឡូវពាក្យទី6 catastrophe គឺថាបរាជ័យឬមួយអ្វីថាមហន្តរាយអ្វីដែលថាកើតឡើងវាមិនល្អសោះឡើយ catastrophe the marriage was a big catastrophe អាពាហ៍ពិពាហ៍របស់គេនេះគឺថា a big catastrophe វាគឺថាអូយបងប្អូននិយាយអត់កើតទេការរោងការនឹងមកហូបមិនឆ្ងាញ់ស្អីក៏មិនឆ្ងាញ់អ្នកចាត់ចែងគឺថាមិនដឹងស្អីទេអាញ៉ៃវាគឺថាអត់ល្អអានឹងគេថាគេនិយាយថា catastrophe it was a big catastrophe there was so many let me see guests who didn't get to have their food ឬមួយ the wedding party was all over the place it was a big catastrophe on top of that there was a big lightning ផ្គរលាន់ឬមួយផ្ទះបាញ់ឬមួយអ្វីមួយអានេះគឺថាធ្វើឲ្យវាមិនល្អមែនតើឥឡូវពាក្យទី7 debacle បងប្អូនយើងថា debacle ក៏បាន or debacle ក៏បានដែរពាក្យហ្នឹង debacle អូខេពាក្យទី7ហ្នឹង debacle ពាក្យទី8 wrecked it was like a train wreck ដូចតេះភ្លើងបុកគ្នាហើយភ្លុកពេញហ្នឹងបងប្អូនអាហ្នឹងគេហៅ wrecked a train wreck it was like a train wreck ទៅការនឹងអ្នកដឹកនាំឬមួយពិធីការនឹងថាអត់ល្អអូខេពាក្យដែលថាខ្ញុំមិនដឹងប្រើពាក្យអីអ្វីដែលថាឲ្យសំគួរឬមួយល្អជាងនឹងឬមួយមានន័យខុសនឹងទេអាពាក្យអស់នេះគឺថាមិនល្អបងប្អូនពាក្យទី9 shamble the marriage was a big shamble so try not to waste your money shamble ឬមួយ go to the party you're gonna waste your time ឬមួយ waste your money មួយទៀតបងប្អូនណានេះចុងក្រោយគេមកអស់បងប្អូនទី10ពាក្យបរួមពាក្យទាំងអស់ចូលនឹងគ្នាបើស្អីយើងចង់ describe អ្វីមួយយើងថា oh the wedding was a big fiasco a big mess ឬមួយ it was a disaster ឬមួយ it was just a shamble or a debacle such a big debacle at the wedding party you would not want to go អានេះគាត់ថា you know things that happen
badly មែនតើហើយយើងមើលទៅថាគួរអាណិតគេឬមួយគួរមិនចង់ទៅឬមួយអ្វីមួយយើងចង់ describe ថាអ្វីដែលថាកើតឡើងកម្មវិធីដែលថាកើតឡើងនេះវាអត់ល្អអត់ប្រក្រតីទេហើយយើងកុំទៅខាតពេលវេលាឬមួយខាតបង់លុយនៅក្នុងកម្មវិធីហ្នឹងទេអានេះចង់ចែករំលែកដល់បងប្អូនប្រុសស្រីទាំងអស់គ្នាដើម្បីបងប្អូនបានរៀនពាក្យអស់នេះជាមួយនឹងនាងខ្ញុំបងប្អូនបញ្ចេញសូរសោនសម្លេងជាមួយនឹងនាងខ្ញុំម្ដងទៀតពាក្យទី1 fiasco ពាក្យទី2 mess ពាក្យទី3 disaster ពាក្យទី4 chaotic ពាក្យទី5 failure ពាក្យទី6 catastrophe ពាក្យទី7 debacle ពាក្យទី8 wreck ពាក្យទី9គឺថា shamble ហើយខ្ញុំដាក់ពាក្យ10យើងបូកសរុបចូលនឹងគ្នាហ្នឹង the party was a big fiasco a major disaster and of course it was a major catastrophe so you would not want to spend your money or waste your time attending the whatever event អានេះចែករំលែកដល់បងប្អូនសូមបងប្អូនជួយចែករំលែកវីដេអូរបស់នាងខ្ញុំទៅដល់អ្នកផ្សេងទៀតដើម្បីឲ្យគេបានរៀនភាសាអង់គ្លេសជាមួយនឹងនាងខ្ញុំទូចសេណូនអរគុណច្រើនបងប្អូនជួបគ្នាលើកក្រោយទៀតបាយ